ស្ដីពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់រឿងនិទានខ្មោចនារីត្រីនេះជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមានរឿងនិទានខ្មោចមួយរឿងបាននឹងនិទានជូនបងប្អូនស្ដាប់បន្តិចទៀតនេះអញ្ចឹងកុំឲ្យខាត់ពេលយូរគឺខ្ញុំនឹងចូលទៅដល់សាច់រឿងតែម្ដងរឿងនេះគឺជារឿងរបស់បងតារាដែលគាត់គឺជាអ្នកដឹកម្ហូបបាទគឺជាអ្នកដឹកម្ហូបនៅពេលយប់បងតារាកំពុងតែជិះម៉ូតូដឹកម្ហូបតាមផ្លូវស្ងាត់មួយទូរស័ព្ទរបស់គាត់ក៏ស្រាប់រឡើងដោយមានការកម្មង់ថ្មីមួយដែលគេកម្មង់បាយមាន់មួយចាននិងស៊ុបមាន់ដែលមានទីតាំងនៅផ្ទះលេខ17ផ្លូវលំមួយនៅចុងភូមិតារាមើលទីតាំងហើយក៏និយាយថាយប់ម្លេះហើយហេតុអីក៏មានអ្នក order នៅកន្លែងនេះគាត់រៀងស្ទាក់ស្ទើរបន្តិចប៉ុន្តែដោយសារតែ order នេះមានតម្លៃល្អគាត់ក៏បន្តដំណើរផ្លូវកាន់តែស្ងាត់គ្មានមនុស្សមានឡានមានតែសំឡេងម៉ាស៊ីនម៉ូតូនិងសត្វយំពេលបងតារាជិះដល់ផ្លូវបំបែក GPS នៅលើទូរស័ព្ទដៃរបស់គាត់ចាប់ដើមបាត់សញ្ញាបងតារាក៏ជប់ម៉ូតូហើយក៏និយាយថាអាយ៉ានៅសល់តែ200ម៉ែត្រទៀតទេដល់ហើយភ្លាមនោះគាត់ឮសំឡេងក្មេងស្រីម្នាក់សើចពីខាងក្នុងព្រៃឮថាបងតារាមើលទៅខាងក្រៅទៅនឹងព្រៃគឺគ្មានឃើញនរណាម្នាក់ទេគាត់ក៏បន្តដំណើរជិះទៅមុខទៀតនៅចុងផ្លូវមានផ្ទះចាស់មួយភ្លើងខាងក្នុងផ្ទះមានតែអំពូលមួយទេបងតារាមើលលេខផ្ទះក៏ឃើញថាលេខ17គាត់ដកដង្ហើមធំហើយដើរទៅគោះទ្វារឮសូរកកមាននរណាឆ្លើយគាត់ក៏គោះម្ដងទៀតបន្តពីបន្តិចមកទ្វារក៏បើកដោយខ្លួនឯងបងតារាចូលនៅនឹងកន្លែងហើយក៏និយាយថាមានអ្នក order មែនទេសំឡេងស្ត្រីម្នាក់ឆ្លើយពីខាងក្នុងដាក់ម្ហូបនៅលើតុនឹងហើយបងតារាមិនឃើញមនុស្សទេគាត់ដាក់ម្ហូបលើតុបន្ទាប់មកទូរស័ព្ទរបស់គាត់មានសារមួយសារនោះនិយាយថាអរគុណទុកនៅក្នុងផ្ទះបានហើយបងតារាចាប់ផ្ដើមមានអារម្មណ៍មិនល្អគាត់បិទទ្វារហើយរត់ត្រឡប់មកម៉ូតូវិញបងតារាកំពុងជិះចេញប៉ុន្តែបន្ទាប់ពីជិះប្រហែល100ម៉ែត្រគាត់ឮសំឡេងពីក្រោយដែលនិយាយថាបងតារាក៏ជប់គាត់ងាកមើលក្រោយគ្មាននរណាគាត់ក៏បន្តជិះទៅមុខទៀតបន្ទាប់ពីបាន 2-3 នាទីក៏មានសំឡេងនៅពីក្រោយសួរទៀតថាបងចាំខ្ញុំផងលើកនេះសំឡេងនៅចិត្តជាងមុនបងតារាមើលទៅក្នុងកញ្ចក់ម៉ូតូហើយគាត់ក៏បានឃើញមនុស្សស្រីម្នាក់កំពុងអង្គុយនៅកៅអីខាងក្រោយគាត់មុខរបស់នាងសក់បាំងចិត្តទាំងអស់បងតារាស្រែកអូជួយខ្ញុំផងម៉ូតូរបស់គាត់ក៏រអិលដួលបងតារារត់ទៅរកផ្ទះអ្នកភូមិដែលនៅជិតបំផុតពេលនោះលោកយាយម្នាក់បានបើកទ្វារគាត់ហើយឃើញបងតារាភ័យស្លន់ស្លោបងតារាក៏ប្រាប់គាត់ថានៅផ្ទះលេខ17នោះគឺមានអ្វីចម្លែកលោកយាយបានស្ងាត់បន្តិចហើយក៏និយាយថាកូនផ្ទះលេខ17នោះត្រូវបានបិទទ្វារចោលជាង5ឆ្នាំទៅហើយបងតារាស្រឡាំងកាំងតែម្ដងប៉ុន្តែខ្ញុំទើបតែយកម្ហូបទៅឲ្យគាត់ទេលោកយាយបានសួរថាតើអ្នកណាជាអ្នក order បងតារាលើកទូរស័ព្ទដៃហើយក៏បង្ហាញឲ្យលោកយាយមើលហើយមុខរបស់គាត់ក៏ចាប់ផ្ដើមភ្លេចស្លាំងឈ្មោះនេះគឺជាកូនស្រីរបស់ខ្ញុំបាទគឺជាកូនស្រីរបស់លោកយាយនិយាយថាកូនស្រីរបស់គាត់បានស្លាប់ក្នុងផ្ទះលេខ17កាលពី5ឆ្នាំមុនយប់ដែលនាងស្លាប់នាងក៏បាន order ម្ហូបមួយចានដែរប៉ុន្តែអ្នកដឹកម្ហូបនៅពេលនោះមិនដែលមកដល់ទេបងតារាមើលទូរស័ព្ទដៃរបស់ខ្លួនម្ដងទៀត order ដែលគាត់បានទទួលមិនមែនលេខទូរស័ព្ទអ្នក order ទេគ្មាន profile គ្មាន payment គ្មានប្រវត្តិការអតិថិជនមានតែ address មួយដែលជា address ផ្ទះលេខ17ហើយនៅពេលដែលបងតារាបើកឆាតម្ដងទៀតមានសារថ្មីមួយបានលោតឡើងអរគុណបងលើកនេះបងមកដល់ហើយនេះគឺជាសារចុងក្រោយរបស់ក្មេងស្រីដែលបានស្លាប់ទៅដែលគាត់បានអរគុណទៅបងតារាដែលបានដឹកម្ហូបឲ្យគាត់ដល់ទីតាំងចាប់តាំងពីពេលនេះមកបងតារាមានភាពភ័យខ្លាចយ៉ាងខ្លាំងហើយគាត់មិនហ៊ានទទួល order នៅពេលយប់ទីនោះទេស្រីរឿងនេះក៏ត្រូវបានបញ្ចប់ត្រឹមនេះសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាស្ដាប់នៅសាច់រឿងមួយនេះជួបគ្នានៅរឿងក្រោយសូមអរគុណសូមជម្រាបលា